ចឹងបុគ្គលិកទាំងអស់ស្គាល់ពាក្យថាទូរនទីនឹងពេលវេលាក៏ជាស្គាល់មែនទេពេលវេលាគឺពេលទូរនទីនេះគឺម៉ោងមែនណាអញ្ចឹងបងប្អូនអាចស្គាល់ច្បាស់យ៉ាងណាពាក្យថាទូរនទីហើយនឹងពេលវេលាហ្នឹងវាដូចជាម៉ូតូមួយគ្រឿងត្រូវការមានផ្លាកលេខហ្នឹងពុនដែរសូម្បីតែម៉ូតូក៏មានផ្លាកលេខដែរសូម្បីតែមនុស្សយើងក៏មានអត្តសញ្ញាណប័ណ្ណដែរសូម្បីតែអ្នកធ្វើការបុគ្គលិកនៅក្នុងក្រុមហ៊ុនស្ថាប័ននានាក៏ត្រូវតែមានទូរនទីនឹងពេលវេលាដែរបើកាលណាដែលយើងស្គាល់ពីទូរនទីខ្លួនឯងយើងស្គាល់ពីពេលវេលារបស់យើងអញ្ចឹងមិនហៅធ្វើទៅហៅទូរនទីនឹងពេលវេលាកាលណាដែលយើងមានទូរនទីគឺយើងមានពេលវេលានឹងស្របគ្នាហើយអាពេលវេលានេះយើងធ្វើអីឲ្យវាមានផលប្រយោជន៍ដល់ខ្លួនឯងដល់ហាងដល់ផលប្រយោជន៍ខ្លួនឯងបើកាលណាដែលយើងមានពេលវេលាហើយយើងអត់គ្រប់ទូរនទីយើងក៏វាអត់កើតដែរចាំមិនថាយើងត្រូវគ្រប់ទាំងពីរពេលគឺទូរនទីនឹងពេលម៉ោងណាគេចោលយើងនឹងមកធ្វើការហើយម៉ោងប្រហែលគេឲ្យយើងឈប់អញ្ចឹងយើងធ្វើតែប៉ុណ្្នឹងមកអាហ្នឹងវាជាអាវក្រោះបាទកាលណាយើងគ្រប់ទូរនទីនឹងបានយើងអត់មានបញ្ហាទេប៉ុន្តែបុគ្គលិកខ្លះគាត់តែងតែគិតថាគាត់អត់ខ្វល់កាត់លុយកាត់ទៅតែបងប្អូនកុំភ្លេចថាពាក្យថាកាត់លុយមួយម៉ាត់ចប់រឿងបងប្អូនសម្លឹងមើលទៅអ្នកដទៃមកគេធ្វើការដូចយើងប៉ុន្តែគេបាក់លុយមកចុះហេតុអីក៏បងប្អូនបាក់លុយមកកាត់ហើយសួរតែក្រុមហ៊ុនចង់កាត់ទេអត់ចង់ទេបាទយើងត្រូវការគុណភាពកាត់លុយដើម្បីគម្រាមដើម្បីជាការដាក់បំរាមឲ្យយើងប្រឹងតែបើកាលណាយើងមិនប្រឹងហើយយើងចង់តបតមួយនឹងក្រុមហ៊ុនកាប់ទៅក្រុមហ៊ុនអត់ចង់កាត់ទេតែដើម្បីគុណភាពជាការពង្រឹងដល់សេវាកម្មយើងក្រុមហ៊ុនសូមបញ្ញត្តិការកំណត់ត្រូវបញ្ឈប់គឺបញ្ឈប់ព្រោះខ្ញុំត្រូវការបុគ្គលិកចូលមកធ្វើការមិនមែនជ្រើសរើសបុគ្គលិកមកដើម្បីតែបំពេញផលប្រយោជន៍ខ្លួនឯងទេសូមចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗ